សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ភាពបន្តវគ្គមុនឋានជារោពោះថ្មដាច់ជាពីរដែលមានជំនួយពីសាបេតូនិងម៉ាកូម៉ូលោកគ្រូកាដូគីបានមកដល់ស្ទើរមិនជឿថាឋានជារោអាចធ្វើបានតាមពិតលោកគ្រូអត់ចង់ឲ្យឋានជារោទៅចូលរួមប្រកួតទេអញ្ចឹងហើយទើបគាត់ឲ្យពោះដុំថ្មធំបែបនេះព្រោះគាត់គិតថាឋានជារោមិនអាចពោះដាច់បានតែអ្វីលើពីការរំពឹងទុកគាត់មានមោទនភាពនិងរសារឋានជារោធ្វើបានល្អណាស់ក្មេងរបស់ខ្ញុំធ្វើឲ្យឋានជារោទប់ទឹកភ្នែកអត់បានហូរម៉ូច្រោកហើយក៏អោបលោកគ្រូមុនទៅចូលរួមប្រកួតលោកគ្រូក៏បានធ្វើម្ហូបឆ្ងាញ់ប៉ុន្មានមុខឲ្យឋានជារោញ៉ាំក៏ដូចជាបានផ្ដល់ដំបូន្មានខ្លះក្នុងការកម្ចាត់បិសាចនិងផ្ដល់ម៉ាស់មួយឲ្យទៅឋានជារោផងដែរព្រឹកឡើងមកលាប្អូនស្រីនិងលាលោកគ្រូផ្ដាំថាត្រូវតែយកឈ្នះឲ្យបាននិងត្រឡប់មកវិញមួយសន្ទុះក្រោយមកឋានជារោក៏បានមកដល់ភ្នំហ្វូជីកាសែនដែលជាភ្នំឃុំបិសាចដែលបិសាចទាំងអស់ហ្នឹងត្រូវបានចាប់ដោយ Demon Slayer ចំនួនមុនសម្រាប់ឲ្យអ្នកប្រកួតចំនួនក្រោយដើម្បីក្លាយជា Demon Slayer ហៅថាអ្នកកម្ចាត់បិសាចហ្នឹងឃើញមានអ្នកចូលរួមប្រកួតច្រើនគួរសមដោយលក្ខខណ្ឌក្នុងការប្រកួតត្រូវរស់នៅក្នុងភ្នំបិសាចឲ្យបាន7ថ្ងៃទើបអាចឈ្នះបានឋានជារោចូលមកក៏បានជួបនឹងបិសាចមួយដែលមានស្នែង4លើក្បាលហើយភ្លាមនោះក៏មានបិសាចមួយទៀតហោះមកវាយគាត់ផងដែរហើយអាបិសាចទាំងពីរនាក់ហ្នឹងក៏ចាប់ដើមឆ្លុះគ្នាដណ្ដើមគ្នាស៊ីឋានជារោក្រោយមកពួកវាឈប់ឆ្លុះគ្នាក៏ហោះមកវាយទាំងពីរនាក់តែម្ដងតែក៏ត្រូវឋានជារោប្រើក្បាច់ដើរទឹកទម្រង់ទី4កាត់ក្បាលដាច់ទាំងពីរស្លាប់ភ្លាមទៅនេះជាលើកទី1ហើយដែលគាត់បានសម្លាប់បិសាចគាត់មានអារម្មណ៍ថាខ្លាំងហាត់អស់រយៈពេល2ឆ្នាំមកនេះមិនមែនអត់ប្រយោជន៍ទេភ្លាមនោះក៏មានបិសាចដ៏ធំមួយចាប់អ្នកដែលចូលរួមប្រកួតនឹងបានម្នាក់ហើយកំពុងតែព្យាយាមដេញចាប់ម្នាក់ទៀតអាបិសាចនឹងចម្លែកមែនទែនខ្លួនរបស់វារុំជុំវិញសិតតែដៃសំបីតែក្បាលនិងករបស់វានឹងសិតតែរុំដៃជុំវិញដែរវាក៏ចាប់ដើមស៊ីមនុស្សម្នាក់ដែលនៅនឹងដៃវានឹងសិនហើយអាបិសាចនឹងកាន់តែខ្លាំងនៅពេលដែលវាបានស៊ីមនុស្សហើយអាអ្នកដែលចូលរួមម្នាក់ទៀតនឹងឃើញអញ្ចឹងភ័យចង់លេចនោមហើយក៏ស្ទុះរត់ប៉ុន្តែរត់យ៉ាងណាក៏រត់រួចដែរដោយសារដៃអាបិសាចនឹងវែងហើយច្រើនទៀតបំរុងនឹងស៊ីម្នាក់ទៀតហើយឋានជារោក៏ដាច់ចិត្តចូលទៅជួយបើទោះបីជាគាត់ភ័យឡើងញ័រជើងយ៉ាងណាក៏ដោយប្រើក្បាច់ដើរទឹកទម្រង់ទី1កាត់ដៃវាដាច់ម៉ាត់ប៉ុន្តែមិនបាច់ឆ្ងល់ទេបិសាចក្នុងរឿងហ្នឹងភាគច្រើនគឺថាដោះដៃដោះជើងមកវិញអាទាំងអស់ហ្នឹងបិសាចធំមៀតកប៉ោងគ្រាន់តែឃើញម៉ាស់របស់ឋានជារោគាត់ដឹងថាជាកូនសិស្សរបស់លោកគ្រូកូដាគីវាគុំស្អប់លោកគ្រូកូដាគីមែនទែនដែលចាប់វាយកមកឃុំនៅទីនេះនិងបដិញ្ញាឲ្យតែកូនសិស្សរបស់គាត់មកនឹងចាប់ស៊ីឲ្យអស់វាបញ្ជាក់ប្រាប់ថាកន្លងមកវាសម្លាប់អស់13នាក់ហើយក្នុងចំណោមសិស្សរបស់កូដាគីទាំងអស់អ្នកដែលមានកម្លាំងខ្លាំងជាងគេគឺសាបេតូតែទោះជាយ៉ាងណាក៏សាបេតូនឹងនៅតែចាញ់ដដែលដោយសារតែកាត់ករបស់គាត់នឹងអត់ដាច់ឋានជារោពេលដឹងថាអ្នកដែលបានមកជួយគាត់តាមពិតស្លាប់អស់ហើយធ្វើឲ្យគាត់កាន់តែខឹងកាន់តែក្លាហាននិងលែងខ្លាចអ្វីទាំងអស់ការប្រយុទ្ធជាមួយបិសាចដ៏ធំនឹងក៏បានចាប់ផ្ដើមមិនថាដៃហោះមកច្រើនប៉ុណ្ណាក៏ឋានជារោនឹងកាត់ដាច់ទាំងអស់ដែរតែយ៉ាងណាដៃបិសាចនឹងដោះវិញដដែលនឹងថែមទាំងត្រូវមួយដៃសន្លប់បាត់ទៀតបិសាចបំរុងនឹងចាប់ស៊ីហើយតែឋានជារោក៏ភ្ញាក់ដឹងខ្លួនវិញប្រើលបឿនយ៉ាងលឿនកាត់ដៃអាបិសាចនឹងអស់ជាច្រើនទៀតហើយក៏ហក់ចូលមកជិតធ្វើឲ្យអាបិសាចនឹងចាប់អត់ទាន់តែវាអាងថាករបស់វានឹងរឹងណាស់កន្លងមកអត់មានអ្នកណាកាប់មុតសំបីតែបន្តិចឋានជារោប្រើក្បាច់ដើរតម្រង់ទី1កាត់ក្បាលរបស់វានឹងដាច់ម៉ាត់បិសាចនឹងក៏ស្លាប់បាត់ទៅក៏ដូចជាបានសងសឹកឲ្យសិស្សច្បងរបស់គាត់ទាំងអស់ហើយក៏គ្មានឱកាសសំបីតែបានជួបមុខគ្នាម្ដងទៀតសូមឲ្យសិស្សច្បងទាំងអស់ទៅបានសុខក្រោយមកឋានជារោក៏បានជួបបិសាចប្រមាណអ្នកទៀតក៏ព្យាយាមសួរបិសាចទាំងនោះថាមានវិធីណាអាចធ្វើឲ្យបិសាចក្លាយជាមនុស្សវិញបានអត់តែសំណួរទាំងអស់អត់មានចម្លើយទេព្រោះថាបិសាចទាំងអស់ហ្នឹងគិតតែព្យាយាមសម្លាប់គាត់ប៉ុណ្ណោះ7ថ្ងៃបានកន្លងផុតទៅ20នាក់ជាងសល់តែ4នាក់ដែលនៅរស់សូម្បីតែម្នាក់ដែលឋានជារោជួយហ្នឹងក៏បានស្លាប់បាត់ដែរម្នាក់អាវលឿងរៀងភ័យខ្លាចដូចជាអត់សូវចេះអីសោះតែចេះតែនៅរស់ដល់7ថ្ងៃនឹងគេដែរតែអ្នកទាំង4ក៏ខ្លាចជាអ្នកកម្ចាត់បិសាចគេផ្ដល់ឈុត Demon Slayer ឲ្យម្នាក់មួយក្អែកម្នាក់មួយក្បាលលើកលែងតែអាប៉ែអាវលឿងបែរជាបានសัตว์ចាប់ទៅវិញនិងជាចុងក្រោយគេឲ្យដុំដៃពិសេសម្នាក់មួយដើម្បីផលិតធ្វើដាវកម្ចាត់បិសាចផ្ទាល់ខ្លួនហៅថា Nichiren Sword ការធ្វើដាវត្រូវចំណាយពេល13ថ្ងៃនៅពេលដែលគេធ្វើហើយគេនឹងយកទៅដល់ផ្ទះតែម្ដងឋានជារោមកដល់ផ្ទះសប្បាយចិត្តខ្លាំងណាស់ពេលបានឃើញប្អូនស្រីព្រោះជាធម្មតាអ្នកសិស្សត្រូវចំណាយពេលគេងច្រើនលោកគ្រូក៏មកដល់រត់អោបកូនសិស្សឡើងស្រកទៅភ្នែកពេលឃើញកូនសិស្សនៅមានជីវិតនិងត្រឡប់មកវិញបែបនេះក្រោយមកពីអ្នកគ្រូនិងសិស្សក៏សម្គាល់ថា
เนซึโกะមានកម្លាំងនឹងអាចរស់បានដោយសារតែការគេងច្រើនខុសពីបិសាចដទៃរស់បានដោយសារតែស៊ីសាច់មនុស្សជាអាហារការធ្វើដើរត្រូវចំណាយពេល13ថ្ងៃតែ15ថ្ងៃក្រោយមកក៏មានគេយកដើរមកឲ្យឋានជីរ៉ូអាដើរកំចាត់បិសាចនឹងនៅពេលដែលម្ចាស់វាកាន់វាប្រកាសជាដោពណ៌ហើយអ្នកយកដើរមកនឹងមើលទៅឋានជីរ៉ូក៏ទាយថាដើរនេះប្រកាសជាចេញពណ៌ក្រហមស្រស់ស្អាតមិនខានពួកគេអន្ទះសារចង់ឃើញពណ៌ដើរណាស់តែពេលឋានជីរ៉ូដកមកអត់ចេញពណ៌ក្រហមបែរជាចេញពណ៌ខ្មៅទៅវិញឃើញអញ្ចឹងអ្នកផលិតដើរខឹងខ្លាំងក៏ព្រោះតែគាត់សង្ឃឹមថានឹងបានចេញពណ៌ក្រហមដ៏ស្រស់ស្អាតព្រាមនោះក្អែករបស់ឋានជីរ៉ូក៏ហើរមកហើយក៏ប្រាប់ថាការងារទី1ដែល Demon Slayer ត្រូវធ្វើបានមកដល់ហើយនៅភាគខាងជើងយប់ឡើងតែងតែមានបិសាចនឹងចាប់ស្រីក្រមុំដូច្នេះត្រូវតម្រូវឲ្យឋានជីរ៉ូទៅកំចាត់ជាបន្ទាន់ឋានជីរ៉ូស្លៀកពាក់ឈុត Demon Slayer ថ្មីរបស់គាត់តែអាស្ទាយអាវក្រៅរបស់គាត់នឹងគឺថាអត់ចោលដាច់ខាតមុននឹងទៅលោកគ្រូក៏បានផ្ដាំថានៅលើโลกនេះមានតែបិសាចម្នាក់គត់ដែលធ្វើឲ្យមនុស្សខ្លាចជាបិសាចហើយអាប៉ែតនឹងមានអាយុជាង 1000 ឆ្នាំហើយដែលមានឈ្មោះថាមូសានប្រហែលមានតែបិសាចនឹងម្នាក់ដែរដែលអាចដឹងថាធ្វើឲ្យ Nezuko ខ្លាចជាមនុស្សធម្មតាវិញបានលោកគ្រូបានឲ្យប្រអប់ឈើមួយស្រាលរឹងមាំងាយស្រួលស្ពាយ Nezuko ដើរនៅពេលថ្ងៃគ្រូនិងសិស្សក៏ត្រូវបានបែកគ្នាត្រឹមនេះមិនយូរប៉ុន្មានឋានជីរ៉ូក៏បានមកដល់ទឹកដីភាគខាងជើងដែលមើលទៅសម្បូរទៅដោយភូមិធំស្កឹមស្កាយមែនទែនហើយក៏បានសួរតាប៉ែម្នាក់ដែលកំពុងតែដើររៀងលេលើថាមានដឹងរឿងអំពីស្រីក្រមុំដែលតែងតែបាត់ខ្លួនអត់ចៃដន្យណាស់អាប៉ែហ្នឹងក៏បាត់សងសារដែរក៏នាំមកមើលកន្លែងកើតហេតុឋានជីរ៉ូក៏ប្រើច្រមុះហិតចុះហិតឡើងដូចឆ្កែធ្វើឲ្យមនុស្សនៅទីនោះរៀងឆ្ងល់គ្រប់គ្នាប៉ុន្តែប្រកាសណាស់បិសាចទាំងអស់គឺមិនអាចគេចផុតពីច្រមុះគាត់បានទេពេលយកមកដល់បិសាចក៏ចាប់ដើមចេញចាប់ស្រីទៀតហើយចំណុចពិសេសរបស់វាអាបិសាចអស់ហ្នឹងចេះជ្រែកដីជ្រែកជញ្ជាំងជ្រែកអីគ្រប់បែបយ៉ាងហើយវាក៏បានចាប់ស្រីក្រមុំម្នាក់ចូលទៅក្នុងដីបាតឋានជីរ៉ូបានដឹងហើយក៏ដេញតាមនៅខាងក្រោមមានបិសាចផងមានមនុស្សផងដូច្នេះគាត់ត្រូវតែចាក់ដោយប្រុងប្រយ័ត្នបំផុតទីបំផុតឋានជីរ៉ូក៏អាចជួយមនុស្សស្រីបានអាបិសាចនឹងខឹងខ្លាំងក៏ហៅគ្នាវា2នាក់មកទៀតដើម្បីមកជួយបិសាចទាំងអស់ហ្នឹងចេញមកព្រមគ្នាចង់ចាប់ឋានជីរ៉ូតែឋានជីរ៉ូក៏ប្រើក្បាច់ដាវទឹកតម្រងទី8កាត់ដៃរបស់វានឹងដាច់ទាំងអស់តែមិនបាច់ឆ្ងល់ទេបិសាចគឺថាដោះដៃមកវិញដដែលហ្នឹងបិសាចទាំង3ចាប់ដើមវាយប្រហារមកព្រមគ្នាធ្វើឲ្យឋានជីរ៉ូពិបាកមែនទែនព្រោះថាត្រូវការពារមនុស្ស2នាក់ទៀតតែពេលហ្នឹង Nezuko ក៏ចេញមកជួយហើយទាត់អាបិសាចមួយហ្នឹងវិលកចង់20ជុំតែចម្លែកត្រង់ថាដាច់កដោយអាបិសាចមុនសោះហើយនៅក្នុងភ្នែក Nezuko ឥឡូវមើលទៅមនុស្សគឺដូចជាបងប្អូនដូចជាគ្រួសាររបស់គាត់អញ្ចឹងដោយសារតែលោកគ្រូកូដាកេបានធ្វើអ្វីម្យ៉ាងហៅថាហៃណូតិចទៅលើគាត់ក្នុងភ្នែក Nezuko មនុស្សទាំងអស់ឥឡូវហ្នឹងដូចជាក្រុមគ្រួសាររបស់គាត់អញ្ចឹងមិនត្រឹមតែប៉ុណ្ណោះ Nezuko ឲ្យតែឃើញបិសាចគឺដឹងតែដេញវាយយកហ្មងឋានជីរ៉ូមើលទៅប្អូនស្រីមានសមត្ថភាពអាចការពារខ្លួនឯងបានអត់ឲ្យដេញវាយបិសាចទេក៏ហៅឲ្យត្រឡប់មកវិញឲ្យការពារអ្នកនៅខាងលើទុកឲ្យគាត់ចុះទៅក្នុងទឹកតាមសម្រាប់អាបិសាចអស់ហ្នឹងព្រោះថាវាយខាងលើពួកវាកិច្ចរហូតដដែលអញ្ចឹងហើយវាយវាអត់ឈ្នះទេឋានជីរ៉ូចុះមកខាងក្រោមឃើញអាវមនុស្សស្រីជាច្រើនដែលពួកអាបិសាចហ្នឹងបានចាប់យកមកស៊ីបិសាច2នាក់ឃើញឋានជីរ៉ូចុះមកអញ្ចឹងក៏ចាប់ផ្ដើមធ្វើប្រហែលហើយក៏គិតថាប្រហែលជាឋានជីរ៉ូហ្នឹងធ្វើអីអត់សូវកើតទេក្នុងទឹកអញ្ចឹងក៏ចាប់ផ្ដើមមកវាយប្រហារឋានជីរ៉ូទាំង2នាក់តែម្ដងតែមានណាឋានជីរ៉ូនៅក្នុងទឹកមែនប៉ុន្តែនៅតែខ្លាំងអញ្ចឹងប្រើក្បាច់ដាវតម្រងទី6កាប់អាបិសាច2នាក់នឹងស្លាប់បាត់ទៅក្បាច់ដាវរបស់គាត់មានច្រើនតម្រងយើងក៏អត់ទាន់ដឹងថាតម្រងមួយណាខ្លាំងជាងមួយណាដែរចំណែក Nezuko ព្យាយាមវាយមួយស្មើជាមួយអាបិសាចនៅខាងលើវាយរហូតរកពេលតែវារត់គេចខ្លួននឹងអត់ទាន់តែអាបិសាចនឹងក៏ខ្វាច Nezuko ត្រូវមួយដៃធ្វើឲ្យរយះមុខអស់តែសំណាងល្អឋានជីរ៉ូក៏មកទាន់ហើយក៏កាត់ដៃវាដាច់មិនត្រឹមតែប៉ុណ្ណឹងថែមទាំងកាត់អណ្ដាតទៀតហើយក៏បានសួរថាមានស្គាល់បិសាចម្នាក់ឈ្មោះថាមូសានអត់អាបិសាចមួយនឹងគ្រាន់តែលើឈ្មោះមូសានភ័យខ្លាំងមែនទែនព្រោះគ្មានបិសាចណាម្នាក់ហ៊ាននិយាយអំពីឈ្មោះមូសាននឹងទេឲ្យតែនិយាយគាត់នឹងដឹងភ្លាមហើយក៏ត្រូវស្លាប់ដដែលអញ្ចឹងហើយក៏បដូរវាយគ្នាជាមួយនឹងឋានជីរ៉ូតែម្ដងដោយគ្មានជំរឿឋានជីរ៉ូក៏សម្លាប់គាត់ទៅចំណែក Nezuko បានគេងលក់បាត់របួសនៅលើមុខរបស់គាត់គឺថាមិនងាយជាភ្លាមដោយបិសាចដទៃទេគាត់ត្រូវចំណាយពេលគេងឲ្យបានច្រើនទើបជាឋានជីរ៉ូដល់ពេលត្រូវទៅទៀតហើយក៏ផ្ដាំអាប៉ែមួយនឹងឲ្យជួយមើលថែនារីរងគ្រោះនោះផងកំពុងតែដើរក្អែករបស់គាត់ក៏មកប្រាប់ថាយើងត្រូវទៅទីក្រុងតូក្យូព្រោះតែទីនោះមានបិសាចឋានជីរ៉ូរៀងដាច់ផ្កាព្រោះតែទើបចប់រឿងមួយមិញមិនទាន់បានសម្រាមបន្តិចផង
ក្រោយមកថានជីរ៉ូក៏បានមកដល់ទីក្រុងតូក្យូហើយគាត់វិលមកចង់ក្អួតដោយសារតែមនុស្សច្រើនពេកហើយនឹងភ្លើងភ្លឺចែងចាំងសូម្បីតែពេលយប់កិច្ចពីវងមនុស្សមកដល់កន្លែងស្ងាត់មួយក៏ម៉ងមីមួយចានមើលទៅទំនងឆ្ងាញ់ខ្លាំងណាស់ថានជីរ៉ូហត់បានមួយម៉ាត់គត់ក៏ធំក្លិនបីសាច់ក៏ប្រញាប់ប្រញាល់រត់តាមក្លិនបីសាច់នឹងហ្មងទៅដោយសារតែក្លិនបីសាច់មួយនេះដូចនៅផ្ទះគាត់អញ្ចឹងនៅពេលដែលម្ដាយនិងប្អូនៗរបស់គាត់បានស្លាប់ថានជីរ៉ូរត់មកដល់គឺពិតជាអបិយសាយម្នាក់ឈ្មោះថាមូសានឹងមែនគ្រាន់តែមិននឹកស្មានថាមានកូនមានប្រពន្ធនិងរស់នៅដោយមនុស្សទូទៅសោះអបិយមូសានឹងចង់កិច្ចខ្លួនក៏ខ្វាយបរិសម្នាក់ក្បែរនឹងហើយគាត់ក៏ខ្លាចជាបិសាចភ្លាមថែមទាំងខាំប្រពន្ធរបស់ខ្លួនឯងទៀតថានជីរ៉ូខំជួយមកចាព្រោះតែខ្លាចគាត់ខាំដល់អ្នកដទៃដល់ពេលអញ្ចឹងមូសាក៏ឆ្លៀតពេលកិច្ចខ្លួនបានមានសន្តិសុខមកដល់អត់ដឹងថាថានជីរ៉ូកំពុងធ្វើអីហាមថានជីរ៉ូក៏អត់ស្ដាប់ថែមទាំងចង់វាយទៀតពេលហ្នឹងមានបិសាច2នាក់បានមកដល់ហើយក៏ប្រើវេទមន្តបំបាំងភ្នែកជួយថានជីរ៉ូទៅបានចំណែកមូសានៅនេះវិញកិច្ចពីប្រពន្ធកូនរបស់ខ្លួនហើយនឹងសម្លាប់មនុស្សអស់3នាក់ទៀតដោយសារតែទើសផ្លូវគាត់និងបញ្ជាកូនចៅបិសាចរបស់គាត់ឲ្យទៅយកក្បាលថានជីរ៉ូចំណែកថានជីរ៉ូត្រឡប់មកយកប្អូនវិញអ្នកលោកមីខឹងខ្លាំងណាស់ដែលទម្លាក់មីគាត់ចោលជាការលងចិត្តថានជីរ៉ូញ៉ាំអស់2ចានទៀតញ៉ាំរួចអ្នកទាំងពីរក៏បន្តដំណើរមានបិសាចម្នាក់មុននឹងឈ្មោះថាយូស៊ីរ៉ូមកទទួលអ្នកទាំងពីរទៅជួបបិសាចម្នាក់ទៀតឈ្មោះថាតាម៉ាយ៉ូមកដល់ថានជីរ៉ូក៏សួរអ្នកគ្រូពេទ្យបិសាចភ្លាមថាមានវិធីណាធ្វើឲ្យបិសាចក្លាយជាមនុស្សវិញបានអត់អ្នកគ្រូពេទ្យតាម៉ាយ៉ូប្រាប់ថាអត់ទាន់មានវិធីនៅឡើយទេគាត់ត្រូវការស្រាវជ្រាវឈាមបិសាចជាច្រើនខុសគ្នារួមទាំងឈាមរបស់នេស៊ូកូផងដែរចំណែកអប៉ែយូស៊ីរ៉ូឲ្យតែថានជីរ៉ូនិយាយរៀងចោះសម្រងគ្នាឬក៏ចូលទៅចិត្តតាម៉ាយ៉ូអីបន្តិចគឺថាអត់បានទេខឹងនឹងប្រច័ណ្ឌយកតែមែនតើនិយាយតែអប៉ែហ្នឹងគឺលួចស្រឡាញ់តាម៉ាយ៉ូហ៎បន្តិចក្រោយមកមានបាល់ហោះបុកពេញផ្ទះនិងបាក់បែកផ្ទះខ្ទេចខ្ទីអស់ដែលអាបិសាយ2នាក់ហ្នឹងត្រូវបានបញ្ជាមកដោយអប៉ែមូសានឹងឯងគឺឲ្យមកសម្លាប់ថានជីរ៉ូនឹងឯអ្នកនរគ្នាអេពីសូតហ្នឹងយើងចប់ត្រឹមហ្នឹងជួបគ្នាវគ្គក្រោយបាយ